តោះមកញ៉ាំបន្ឆាជាមួយខ្ញុំនៅហាណូយទាំងអស់គ្នាជាដំបូងយើងត្រូវចេញពីសៀមរាបទៅហាណូយសិនចេញពីសៀមរាបទៅហាណូយយើងចាយពេលតែ1ម៉ោង40នាទីណាចាប់ពីពលានអ្នកទាំងអស់គ្នាជិះឡានក្រុងរបស់ពលានអស់ធូរថ្លៃនេះខ្ញុំដល់កន្លែងបន្ឆាដែលគេល្បីនៅហាណូយចុះយើងទៅដល់គឺខ្ញុំរកកន្លែងណាដែលមាន view ស្អាតនៅជាប់មកផ្លូវហើយតាក់ទងនឹងបន្ឆាវិញក្នុងបន្ឆានោះគឺគេមាននំបញ្ចុកទឹកត្រីហើយគេមានសាច់ជ្រូកចកាអញ្ចឹងហើយមានបន្លែពីរបៀបញ៉ាំវិញគឺគេដាក់នំបញ្ចុកជាមួយនឹងទឹកត្រីផ្អែមហ្នឹងអ្នកទាំងអស់គ្នាហើយជាមួយនឹងបន្លែហើយនឹងសាច់ជ្រូកហ្នឹងគឺគេផ្គុំញ៉ាំពីក្រៅពេលដែលយើងញ៉ាំអីហើយយើងអាចមកលេងនៅ Old Quarter នៅជិតហ្នឹងហើយ Old Quarter នេះគឺល្បីមែនទែននៅហាណូយហើយការដែលខ្ញុំទៅហ្នឹងគឺប៉ះខែល្ងាអ្នកទាំងអស់គ្នាក្នុងឆ្នាំ2024ខែ2ទៅយ៉ាងយូរដែរតពីដើរជុំវិញហ្នឹងហើយខ្ញុំក៏ទៅលេងនៅ Night Market នេះគឺធំមែនតើប៉ុន្តែគឺលក់ដដែលអ្នកទាំងអស់ខ្ញុំនេះមកចាប់អារម្មណ៍នឹងស្ករ strawberry នេះតែខ្ញុំអត់កើតទេខាំឡើងចង់បាក់ថ្មិញអស់ហើយជាបទពិសោធន៍អ្នកទាំងអស់គ្នាកុំញ៉ាំស្ករហ្នឹងខែត្រជាក់ស្ករវារឹងយកពិបាកក្នុងការខាំជួបគ្នានៅវីដេអូបន្ទាប់នៅហាណូយនៅថ្ងៃទី2តើខ្ញុំនឹងធ្វើអ្វីខ្លះបាយបាយ